ជ្រក់យើងផ្លាសេវាស្រួយ មកតិចទៀត ប្រើម្ទេសខ្ចីយើងលីងម្ទេសខ្ទឹមបុកអរគុណគេចង់ញ៉ាំច្រើនយើងដាក់ច្រើនចង់ញ៉ាំតិចយើងដាក់តិចអូយអូនវាស្មើមុខស្បែកហើយនឹងសាច់សុតចាប់ពីម៉ោងម៉ានដល់ម៉ោងម៉ានបង ចាប់ពីម៉ោង 7 ចាប់ពីម៉ោង 7 យប់ចា ពីម៉ោង 7 ព្រឹក ម៉ោង 7 ព្រឹក ដល់ម៉ោង 8 យប់ ចា វ៉ាវហើយមួយថ្ងៃអស់ប្រហែលដើមទៅបងនំប៉័ងយើងនេះ នំប៉័ងបើសុកសៅរ៍អាទិត្យមួយថ្ងៃព្រឹក100ជួនកាលងាយ100ចាអូន សុកសៅរ៍អាទិត្យ ចា ហ្នឹងសម្រាប់តែសុកសៅរ៍អាទិត្យណា ចា មួយថ្ងៃវាអាចចូល100ដើមជាងណា ចា តែដល់ពេលចានសុបចានបោះហោះ ចានបោះរៀងស្ងាត់តិច ចានបោះរៀងស្ងាត់បងប្អូនតែសំខាន់គឺបងគាត់លក់មួយដើមត្រឹមតែប្រហែលមិញ 2005 មួយដើម 2000 ទៅពី 3000 ឯង 2005 ទៅ 3000 មានផាក់ឡូវបងផាក់ឡូវនេះលក់ចាប់ពីប៉ុន្មានឡើយ ផាត់ឡូវតម្លៃនិយាយមកខ្ញុំចាប់ពីហូបផាត់ឡូវសុទ្ធមួយ2000 2005ដូចគ្នា អូចុះបើញ៉ាំប៉ាតេសុត2500ដូចគ្នាណា ចាប៉ាតេសុទ្ធ3000 អូប៉ាសុតប៉ាតេសុត3000រៀលបងប្អូនអូតែសំខាន់បងប្អូនជ្រក់បងឯងមើលសុំមើលជ្រក់នេះមើលបងម្ដងជ្រក់នេះខ្លួនឯងបងឯង ខ្លួនឯង អូនេះលើកទៅមើលបោជ្រក់លហុងលេទៅសក់ត្រូវនំប៉័ងបងប្អូនអែមហើយជាមួយនឹងម្ទេស ទេលីង ម្ទេសលេងជាមួយនឹងខ្ទឹមណា ចា អានេះបងឯងលក្ខណៈ នេះគេហៅម្ទេសជ្រក់ ម្ទេសជ្រក់ណាអូអានេះគេហៅផ្លូវលេខ4បងនេះ ផ្លូវលេខ4 ផ្លូវលេខ4បាទលក់ចាប់ ថ្មី ផ្សារថ្មីផ្សារចំការកោយើងណា មិញហៅផ្សារចំការកឥឡូវ បាទ ផ្សារថ្មី ផ្សារថ្មីបងប្អូនហើយហើយចក្រានបងចក្រានគាត់ប៉ិនបាតដៃដាក់អាំងហ្នឹងណាមានប្រភេទទឹកសៀវម៉ៃជាមួយនឹងទឹកត្រីខហ្នឹងទៅអូណូត្រង់ដល់ហើយ គេញ៉ាំគេថាចាញ៉ាំស្អិត សៀវម៉ៃឯងសាច់ជ្រូកយ៉ាងចាំមែនទេបង ចាឆាលាយខ្ទឹមបារាំងបាច់គក់ខ្ទឹមម្រេចហើយនឹងរ៉ូឌីប្រេងក្រុងអំបិលស្ករប៊ីចេងដាក់ទឹកធ្វើផាឡូវចូល ប្រហែលឆ្នាំហើយបង និយាយរួមលក់តាំងពីឡូវតូចហ្មងឈប់រៀន អូលើទៅពីក្មេងមកលើទៅខ្មែរអញ្ចឹងតែអត់មានធ្លាប់ទៅនៅ អញ្ចឹងនិយាយធ្វើទៅធ្វើការថៃ អូ ចាទៅថៃធ្វើពីក្មេងប្រហែលជាអាយុ15ដល់6 15ទៅ6ឆ្នាំណាគិតមកដល់ឥឡូវនេះមិនមែនតិចឆ្នាំទេ ចា 20ឆ្នាំជាងមែនទេមកមើលទៅ ខ្ញុំរែកក្នុងផ្សារ រីកលក់ក្នុងផ្សារណាបង ផ្សារថ្មី ផ្សារថ្មីយើងនេះណា តាំងពីសម័យគេរែកដាក់ម្រេច បាទសម័យរេឥឡូវមកដល់សម័យរយអត់ទេម្ដងហ៎បងស្រីគាត់លក់បែបហ្នឹងឯងបងប្អូនមានអាតេសមួយតូចល្មមចក្រាន់អញ្ចឹងទៅមានប៉ាតេហើយនឹងផាក់ឡូវមាន2ទៀតមានអាផាក់ឡូវសាច់មាន់ហើយជាមួយនឹងអាផាក់ឡូវសាច់ជ្រូកផាក់ឡូវបងស្រីគាត់អត់មានប្រើលក្ខណាបងប្អូនលក្ខណៈគាត់ប្រើលក្ខណៈបែបស្ករត្នោតយកក្រហមចេញពីស្ករត្នោតតែម្ដងណាអញ្ចឹងគាត់មានប្រើលក្ខទេហើយសៀវម៉ៃបងគាត់ដាក់ទៅដោយសារតែមេឃនេះក្តៅខ្លាំងការពារកុំឲ្យវាផ្អូមតំណងលក់ចាប់ពីម្ដង2500 3000បងប្អូនចង់បានសាច់ច្រើននេះអាចបន្ថែមបាន4000រៀលអញ្ចឹងណាបងណាអ្នកចូលចិត្តញ៉ាំសាច់ច្រើនគេដាក់4000ហ្នឹងអែមសាច់ប្រហែលបន្ថែមបានហើយនៅនឹងនៅផ្សារថ្មីផ្លូវលេខ4ផ្សារចំការគោទៅមុខនេះឯងបងប្អូនមកជួននេះគឺសិតតែលកាយគេលក់អីញ៉ាំទេចូលមកអែមបានហើយផ្លុកពីមុនបងលក់ចល័តដែរប៉ុន្តែឥឡូវគាត់លេងលក់ចល័តហើយដោយសារចល័តមួយរកអត់ឃើញមែនទេដល់ពេលឥឡូវគាត់នៅតែមកកន្លែងហ្នឹងឯងចឹងបងប្អូនយកមកគ្រាន់តែបានឃើញរកឃើញញ៉ាំឯងអត់បបាក់ទេ ចាប់ពីម៉ោងម៉ានដល់ម៉ោងម៉ានបង ចាប់ពីម៉ោង
ម៉ោង7 ចាប់ពីម៉ោង7 8យប់ចា ពីម៉ោង7ព្រឹក ម៉ោង7ព្រឹក ដល់ម៉ោង8យប់ ចា វ៉ាវហើយមួយថ្ងៃអស់ប្រហែលដាមទៅបងនំប៉័ងយើងនេះ នំប៉័ងបើសុកសៅរ៍អាទិត្យមួយថ្ងៃព្រឹក100ជួនកាលងាយ100ជាង សុកសៅរ៍អាទិត្យ ចា អានសម្រាប់តែសុកសៅរ៍អាទិត្យណា ចា មួយថ្ងៃវាអាចចូល100ដើមជាងណា ចា តែដល់ពេលចានសុបចានប្រហោះ រៀនស្កាត់តិច ចានប្រហោះរៀងស្ងាត់បងប្អូនតែសំខាន់គឺបងគាត់លក់មួយដើមត្រឹមតែប្រហែលមិញ 2005 មួយដើម2000ទៅពី3000ឯង2005ទៅ3000មានផាក់ឡូវបងផាក់ឡូវនេះលក់ចាប់ពីប៉ុន្មានឡើយ ផាត់ឡូវតម្លៃនិយាយមកជាចាប់ពីហូបផាត់ឡូវសុទ្ធមួយ2000 2005ដូចគ្នា អូចុះបើញ៉ាំប៉ាតេសុត2500ដូចគ្នាណា ចាប៉ាតេសុទ្ធ3000 អូប៉ាសុតប៉ាតេសុត3000រៀលបងប្អូនអូតែសំខាន់បងប្អូនជ្រក់បងឯងមើលសុំមើលជ្រក់នេះមើលបងម្ដងជ្រក់នេះខ្លួនអីបងឯង ខ្លួនឯង អូនេះលើកទៅមើលបោជ្រក់លហុងលីទៅសក់ត្រូវហើយនំប៉័ងណាបងប្អូនអែមហើយជាមួយនឹងម្ទេស ទេលេង ម្ទេសលេងជាមួយនឹងខ្ទឹមណា ចា អានេះបងឯងលក្ខ នេះ ណៈ គេហៅម្ទេសជ្រក់ ម្ទេសជ្រក់បងណាអូអានេះគេហៅផ្លូវលេខ4បងណា ឡូវលេខ4 ផ្លូវលេខ4បាទលក់ចាប់ ថ្មី ផ្សារថ្មីផ្សារចំការកោយើងណា មិញហៅផ្សារចំការក បាទ ផ្សារថ្មី ផ្សារថ្មីបងប្អូនហើយហើយចក្រានបងចក្រានគាត់ប៉ិនបាតដៃដាក់អាំងហ្នឹងណាមានប្រភេទទឹកសៀវម៉ៃសៀវម៉ៃជាមួយនឹងទឹកត្រីខហ្នឹងទៅអូណូត្រង់ហ្នឹងទៅហើយ ទៅញ៉ាំគេថាចាញ៉ាំសាច់ សៀវម៉ៃឯងសាច់ជ្រូកយ៉ាងចាំមែនទេបង ចាឆាលាយខ្ទឹមបារាំងបាច់គក់ខ្ទឹមម្រេចហើយនឹងរ៉តឌីប្រេងក្រុងអំបិលស្ករប៊ីចេងដាក់ទឹកធ្វើផាឡូវចូល ប្រហែលឆ្នាំហើយបង និយាយរួមលក់តាំងពីឡូវតូចហ្មងឈប់រៀន អូលោទៅពីក្មេងមកលោទៅខ្មែរអញ្ចឹងតែអត់មានធ្លាប់ទៅនៅ អញ្ចឹងគេថត់ទៅធ្វើការថៃ អូ ចាទៅថៃធ្វើពីក្មេងប្រហែលជាអាយុ15ដល់6 15ទៅ6ឆ្នាំណាគិតមកដល់ឥឡូវនេះមិនមែនតិចឆ្នាំទេ ចា 20ឆ្នាំជាងមែនទេមកមើលទៅ ខ្ញុំរែកក្នុងផ្សារ រេលក់ក្នុងផ្សារណាបង ផ្សារថ្មី ផ្សារថ្មីយ៉ាងនេះណា តាំងពីសម័យគេរែកដាក់រែក បាទសម័យរេឥឡូវមកដល់សម័យរយអត់ទេម្ដងហ៎បងស្រីគាត់លក់បែបហ្នឹងឯងបងប្អូនមានអតេសមួយតូចល្មមចក្រាន់អញ្ចឹងទៅមានប៉ាតេហើយនឹងផាក់ឡូវមាន2ទៀតមានអាផាក់ឡូវសាច់មាន់ហើយជាមួយនឹងអាផាក់ឡូវសាច់ជ្រូកផាក់ឡូវបងស្រីគាត់អត់មានប្រើលក្ខណាបងប្អូនលក្ខណៈគាត់ប្រើលក្ខណៈបែបស្ករត្នោតយកក្រហមចេញពីស្ករត្នោតតែម្ដងណាអញ្ចឹងគាត់មានប្រើលក្ខទេហើយសៀវម៉ៃបងគាត់ដាក់ទៅដោយសារតែមេឃវាក្តៅខ្លាំងការពារកុំឲ្យវាផ្អូមតំណងលក់ចាប់ពីម្ដង2500 3000បងប្អូនចង់បានសាច់ច្រើននេះអាចបន្ថែមបាន4000រៀលអញ្ចឹងណាបងណាអ្នកចូលចិត្តញ៉ាំសាច់ច្រើនគេដាក់4000ហ្នឹងអែមសាច់ប្រាវបន្ថែមបានហើយនៅនឹងនៅផ្សារថ្មីផ្លូវលេខ4ផ្សារចំការគោទៅមុខនេះឯងបងប្អូនមកជួននេះគឺសិតតែលកាយគេលក់អីញ៉ាំទេចូលមកអែមបានហើយក្លុកពីមុនបងលក់ចល័តដែរប៉ុន្តែឥឡូវគាត់លេងលក់ចល័តហើយដោយសារចល័តម៉ួយរកអត់ឃើញមែនទេដល់ពេលឥឡូវគាត់នៅតែមកកន្លែងហ្នឹងឯងចឹងបងប្អូនយកមកត្រូវតែបានឃើញរកឃើញញ៉ាំឯងអត់បបាក់ទេបើសិនជាគេចង់យកទៅធ្វើកម្មវិធីកម្មអីកំងបានទេកំងមុនបានទេបើថាយកច្រើនអីណា កំងបាន កំងបានណាបងដែរមានគេកំងច្រើនណា ត្រឹម100នំអីអូន100នំ50នំដូចកន្លែងកម្មាកំព្រាអញ្ចឹងពេលសាក់ថ្ងៃសៅរ៍ឬថ្ងៃអាទិត្យអញ្ចឹងគេកំង អូ គេ50នំ គេកំងអញ្ចឹងទៅ ហើយកន្លែងយាយស៊ូអញ្ចឹងគេកំង50នំ អូបាទ ណាទៅបាន100ដល់ព្រឹក អញ្ចឹងពេលដែលគេកំងគឺកំងផ្សេងយើងលក់នៅតែលក់ធម្មតាទេអូ គេអាចជាតម្លៃ2000ឬក៏2000តិចតួច បាទបងបាទ គេចំណេញខ្លះ ដោយសារគេច្រើនអញ្ចឹងណា ហើយយើងថែមក្នុង50នេះយើងថែមលើគេបានមួយពីរ ថែមបានទៀតយីអូបងប្អូនមិនបងឈ្មោះគេបងឈ្មោះគេ ទេសម្អាត បងសេងសំអាតនៅភូមិខ្លាកូនចាស់ណាខ្លាកូនចាស់ភូមិ2ខ្លាកូនចាស់តែព្រឹកឡើងដល់ម៉ោង7គឺដល់មកដល់កន្លែងនេះហើយផ្លូវលេខ4បងប្អូនផ្លូវ4លក់រហូតដល់ម៉ោង8មែនទេបងបាទអញ្ចឹងបើសិនជាបងប្អូនយើងចង់បានយកធ្វើជាអាហារសម្រន់ពេលលើព្រឹកអីណាប្រជុំការងារអីអាចកំងបងស្រីបានលេខទូរស័ព្ទលេខបានបង 066 066 426 697អាចតំណែងមកបងបានបងប្អូនចង់ថែមមិនទេកន្លែងបងស្រីលក់ដាច់ហ្នឹងមួយថ្ងៃទៅ100បើសុកសាអាទិត្យអាចចូល180ដើមតែបើថាចានប្រហោះ120ទេ
ប៉ុន្តែអត់ក្រោមពីហ្នឹងឯង ចា អូខេមានពី3រសជាតិនេះបងស្រីបានបញ្ជាក់អញ្ចឹងអរគុណច្រើនបងអរគុណច្រើនបាទអរគុណបាទបើសិនជាគេចង់យកទៅធ្វើកម្មវិធីកម្មអីកំងបានទេកំងមុនបានទេបើថាយកច្រើនអីណា កំងបាន កំងបានណា ចា បងដែរមានគេកំងច្រើនណា ត្រឹម100នំអីអូន100នំ50នំដូចកន្លែងកម្មាកំព្រាអញ្ចឹងពេលសាក់ថ្ងៃសៅរ៍ឬថ្ងៃអាទិត្យអញ្ចឹងគេកំង អូ គេ50នំ គេកំងអញ្ចឹងទៅ ហើយកន្លែងយាយស៊ូអញ្ចឹងគេកំង50នំ បាទ ណាទៅបាន100ដល់ព្រឹក អញ្ចឹងពេលដែលគេកំងគឺកំងផ្សេងយើងលក់នៅតែលក់ធម្មតាទេ ចា អូ វាអាចជាតម្លៃ2000ឬក៏2000តិចតួច បាទបងបាទ គេចលែងខ្លះ ដោយសារគេច្រើនអញ្ចឹងណា ហើយយើងថែមក្នុង50នេះយើងថែមទៅគេបាន1 2 ថែមបានទៀតយីអូនប្អូនមិនបងឈ្មោះគេបងឈ្មោះគេ ទេសម្អាត បងសេងសំអាតនៅភូមិខ្លាកូនចាស់ណាខ្លាកូនចាស់ភូមិ2ខ្លាកូនចាស់តែព្រឹកឡើងដល់ម៉ោង7គឺដល់មកដល់កន្លែងនេះហើយផ្លូវលេខ4បងប្អូនផ្លូវ4លុលរហូតដល់ម៉ោង8មែនទេបងបាទអញ្ចឹងបើសិនជាបងប្អូនយើងចង់បានយកធ្វើជាអាហារសម្រន់ពេលលើព្រឹកអីណាប្រជុំការងារអីអាចកំងបងស្រីបានលេខទូរស័ព្ទលេខម៉ែនបង 066 066 426 426 697 អាចតំណែងមកបងបានបងប្អូនចង់ថាមិនទេកន្លែងបងស្រីលក់ដាច់ហ្នឹងមួយថ្ងៃទៅ100បើសុកសាអាទិត្យអាចចូល180ដើមតែបើថាចានប្រហោះ120អីទេប៉ុន្តែអត់ក្រោមពីហ្នឹងឯង អូខេមានពី3រសជាតិនេះបងស្រីបានបញ្ជាក់អញ្ចឹងអរគុណច្រើនបងអរគុណច្រើនបាទអរគុណបាទ